នារីម្នាក់គ្រាន់តែចង់ធ្វើការវះកាត់ភ្នែកឡាសៀដើម្បីព្យាបាលភ្នែកមើលមិនសូវច្បាស់ប៉ុន្តែស្មានមិនដល់ថានៅពេលដែលភ្នែករបស់នាងទើបតែត្រូវគេប្រើប្រដាប់ពលាតគ្រាប់ភ្នែកឲ្យបើកធំគ្រូពេទ្យបែរជាយកខុសប្រវត្តិវិទ្យាសាស្ត្រហើយក៏បានដើរចេញពីបន្ទប់វះកាត់ជាបណ្ដោះអាសន្នដោយមើលឃើញម៉ាស៊ីនឡាស៊ែរនៅជិតបង្កើយស្ទះអារម្មណ៍របស់នាងកាន់តែមានភាពតានតឹងឡើងរហូតដល់ភ្លេចខ្លួនបាត់បង់ស្មារតីប៉ះចំកែវភ្នែករបស់តុក្កតានាងមិនបានដឹងខ្លួនឡើយថាកែវភ្នែកតុក្កតាតូចមួយនេះនឹងក្លាយជាដើមហេតុដែលឆក់យកជីវិតរបស់ខ្លួនឯងនៅពេលនោះដែរម៉ាស៊ីនច្រោះទឹកផឹកដោយសារតែឥទ្ធិពលនៃសម្ពាធក៏បានបញ្ចេញពពុះខ្យល់មករំញ័រដែលបង្កឡើងបានធ្វើឲ្យកែវទឹកនៅខាងលើធ្លាក់ចុះមកហើយទឹកក៏បានហូរចូលចម្រន់ភ្លើងពេលចរន្តអគ្គិសនីឆ្លងកាត់ short circuit កម្លាំងថាមពលរបស់ម៉ាស៊ីនឡាស៊ែរក៏ចាប់ផ្ដើមកើនឡើងជាលំដាប់ហើយមិនយូរប៉ុន្មានក៏ហួសកម្រិតសុវត្ថិភាពដោយសារស្រែកហើយគ្មានអ្នកឆ្លើយតបការតានតឹងក្នុងចិត្តកាន់តែខ្លាំងឡើងខណៈដែលកម្លាំងម៉ាស៊ីននៅក្បែរនោះនៅតែបន្តកើនឡើងយ៉ាងលឿនលុះលឺសំឡេងរោអាសន្នដ៏ស្រួចនឹងបន្ទាន់នាងក៏ស្ទុះទៅចាប់ឧបករណ៍បញ្ជាពីចម្ងាយដោយស្វ័យប្រវត្តិប៉ុន្តែដោយសារតែក្បាលត្រូវបានខ្ទាស់ជាប់នឹងកន្លែងនាងអាចត្រឹមតែប្រើដៃបោះបាត់ស្វែងរកជាលទ្ធផលក៏បានប៉ះទង្គិចឧបករណ៍បញ្ជាឲ្យធ្លាក់ចុះទៅលើឥដ្ឋពេលឃើញពន្លឺឡាស៊ែរទី2ត្រៀមបាញ់ចេញមកនាងក៏ខំថ្មិញទ្រាំនឹងការឈឺចាប់ទាញប្រដាប់ពលាតគ្រាប់ភ្នែកចេញយ៉ាងឃោឃៅប៉ុន្តែចុងក្រោយក៏នៅតែយឺតពេលបន្តិចក្រោមបំណងប្រាថ្នាចង់រស់រានមានជីវិតយ៉ាងខ្លាំងក្លាទីបំផុតនាងក៏បានរើបំរាស់រួចផុតពីការចងភ្ជាប់នៅពេលនោះដែរដោយឮសំឡេងស្រែកយំមិត្តភ័ក្តិនិងគ្រូពេទ្យក៏បានរត់ចូលមកប៉ុន្តែដោយសារភាពភ័យរន្ធត់ជើងរបស់នាងរអិលធ្លាក់ចំកែវភ្នែកតុក្កតារួចធ្លាក់ចេញតាមបង្អួចបាត់បង់ជីវិតភ្លាមក្រោយមកប៉ូលីសបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះហើយបានរកឃើញថាទាល់តែមានប្រព័ន្ធសុវត្ថិភាពចំនួន5ខូចខាតក្នុងពេលដំណើរគ្នាទើបឧបករណ៍ឡាស៊ែរអាចមានបញ្ហាលក្ខណៈនេះបាន probability ដែលកើតឡើងបែបនេះគឺពិបាកជាងការត្រូវឆ្នោតទៅទៀតសូម្បីតែមេប៉ូលីសក៏ចាប់ផ្ដើមជឿជាក់លើអត្ថភាពនៃបិសាចសេចក្តីស្លាប់ដែរព្រោះនេះមិនមែនជាលើកទី1ទេដែលមានមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ដ៏ចម្លែកបែបនេះនៅពេលនោះសាមស្រាប់តែដឹងពីចំណុចរួមដ៏គួរឲ្យខ្លាចមួយអ្នកដែលស្លាប់ជាបន្តបន្ទាប់សុទ្ធសឹងតែជាអ្នករួចជីវិតពីគ្រោះថ្នាក់បាក់ស្ពានដ៏ធំកាលពីប្រហែលថ្ងៃមុនថ្ងៃនោះក្រុមហ៊ុនបានរៀបចំឲ្យបុគ្គលិកចេញទៅធ្វើដំណើរកម្សាន្តជាក្រុមប៉ុន្តែពេលដែលឡានក្រុងបើកមកដល់ស្ពាន North Point គេបែរជាឃើញថាស្ពាននេះកំពុងជួសជុលពេលឃើញធុងជ័រអាស្ហ្វ័រក្តៅនឹងប្រហោងស្ពានដែលត្រូវបានកាត់ផ្តាច់នៅខាងមុខភាពអាប់អួរមួយក៏គ្របដណ្ដប់លើចិត្តរបស់សាមភ្លាមនោះកម្មករសំណង់បានខាត់ឡានក្រុងនោះទុកម្រាមដៃរបស់សាមត្រូវបានកាត់ខ្វះដោយដៃសន្លឹកជាមួយគ្នានោះទូរទស្សន៍ក្នុងឡានត្រូវបានរំខានសញ្ញាហើយវិទ្យុក៏បើកចម្រៀងចាស់ដ៏ព្រឺព្រួចដោយស្វ័យប្រវត្តិបន្តមកទៀតខ្យល់ព្យុះដ៏ខ្លាំងបានបក់លើស្ពានធ្វើឲ្យស្ពានទាំងមូលញាក់ញ័រមិនឈប់ទោះបីជាកម្មករនៅតែបន្តការងារដោយមិនបានដឹងខ្លួនថាស្ពានមានស្នាមប្រេះក៏ដោយប៉ុន្តែពេលដែលខ្សែដែកមួយត្រូវបានផ្ដាច់ផ្ទៃស្ពានទាំងមូលក៏ចាប់ផ្ដើមស្រុតចុះយ៉ាងលឿនអ្នកគ្រប់គ្នាឃើញដូច្នោះក៏ប្រញាប់ចុះពីឡានរត់គេចខ្លួនប៉ុន្តែពេលនោះបុគ្គលិកអនុវត្តការងារម្នាក់បានរត់ទៅកេមស្ពានហើយស្រែកហៅសង្សារឈ្មោះ Peter ឲ្យប្រញាប់មកដោយមិនដឹងខ្លួនថានាងគឺជាមនុស្សទី1ដែលត្រូវសេចក្តីស្លាប់យកជីវិតទៅឃើញសភាពដ៏អណោចអធមរបស់សង្សារ Peter ឈរស្រឡាំងកាំងនៅនឹងកន្លែងសំណាងល្អដែលសាមបានទាញគាត់ចេញទាន់ការបាក់រលំស្ពានកាន់តែអាក្រក់ទៅមនុស្សគ្រប់គ្នារត់គេចខ្លួនដោយសត្វល្អិតគ្មានក្បាលស្ពានត្រូវបានបែងចែកជា3កំណាត់ហើយកំណាត់កណ្ដាលព្យួរផ្អាកលើអាកាសដោយសារខ្សែដែកដែលដាច់រហែកសំណាងល្អដែលសង្សាររបស់សាមឈ្មោះ Molly បានរត់គេចទៅដល់ម្ខាងទៀតដោយសុវត្ថិភាពប៉ុន្តែ Olivia នៅខាងក្រោយមិនមានសំណាងបែបនេះទេវ៉ែនតារបស់នាងត្រូវបានបុកធ្លាក់ក្នុងភាពចលាចលធ្វើឲ្យនាងមើលអ្វីមិនច្បាស់ឡើយសាមឃើញដូច្នោះក៏ប្រញាប់ទៅជួយហើយក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះគាត់បានលះបង់ឱកាសរស់រានមានជីវិតឲ្យនាងដោយមិនស្ទាក់ស្ទើរប៉ុន្តែដោយសារភ្នែកមើលមិនច្បាស់និងភាពតានតឹងខ្លាំងជំហាននីមួយៗរបស់នាងគឺដូចជាដើរលើទឹកកកស្ដើងហើយចុងក្រោយនាងក៏នៅតែមិនអាចគេចផុតពីសេចក្តីស្លាប់ស្រាប់តែសាមភ្ញាក់ដឹងខ្លួនឡើងវិញឈុតឆាកស្គាល់ច្បាស់កាលពីមុននេះក៏កើតឡើងសារជាថ្មីម្ដងទៀតពេលឃើញម្រាមដៃមានរបួសនិងទូរទស្សន៍ខូចសាមមានភាពតានតឹងយ៉ាងខ្លាំងហើយពេលឮវិទ្យុបើកបទចម្រៀងដដែលនោះគាត់កាន់តែប្រកាសថាអ្វីដែលគាត់បានឃើញមុននេះមិនមែនជាការយល់សប្តិឡើយដោយសារគ្មានអ្នកជឿគាត់ក៏ទាញសង្សារចេញក្រៅព្រោះការការពារជីវិតខ្លួនឯងគឺជារឿងសំខាន់ជាងគេប៉ុន្តែអ្នកគ្រប់គ្រងក្រុមហ៊ុនព្រួយបារម្ភពីសាមទៅឲ្យ Peter តាមត្រឡប់ពួកគេមកវិញឃើញដានជ័រអាស្ហ្វ័រក្តៅសាមមិនឲ្យឱកាសបញ្យល់ទេក៏ទាញ Molly រត់ទៅក្បាលស្ពានភ្លាមនោះស្ពានក៏ចាប់ផ្ដើមញ័រយ៉ាងខ្លាំងមនុស្សគ្រប់គ្នាទើបដឹងថាអ្វីដែលសាមនិយាយគឺជារឿងពិតមនុស្ស8នាក់បានរត់គេចខ្លួនចេញពីស្ពានបានដោយសុវត្ថិភាពប៉ុន្តែបុគ្គលិកផ្សេងទៀតគ្មានអ្នកណាបានរស់ឡើយមនុស្សរហូតដល់86នាក់បានស្លាប់ក្នុងគ្រោះថ្នាក់នេះដំបូងឡើយមេប៉ូលីសសង្ស័យថាសាមជាអ្នករៀបចំផែនការភេរវកម្មប៉ុន្តែការស៊ើបអង្កេតបង្ហាញថាវាជាគ្រោះធម្មជាតិនិងការខុសបច្ចេកទេសទើបត្រូវដោះលែងគាត់វិញបន្ទាប់មកបុគ្គលិកផ្ទះបុណ្យសពបរិសុទ្ធស្បែកខ្មៅបានដាស់តឿនពួកគេថាសេចក្តីស្លាប់មិនចូលចិត្តការបោកប្រាស់ទេ